បាទជំរាបសួរសួស្តីអ្នកទាំងអស់គ្នាហើយនេះគឺជាវីដេអូទី2ដែលនិយាយអំពីការរៀបចំតារាងនៅក្នុងកម្មវិធី Microsoft Office Word អញ្ចឹងនៅក្នុងអឺវីដេអូទី1ហ្នឹងគឺនិយាយតារាងដែរតែនិយាយតែពីការកាត់តារាងការបន្ថែមតារាងថែមថយតារាងអីជាដើមពេលដែលយើងយកវាមកខ្វះឬក៏លើសអីចឹងទៅតែនៅក្នុងនេះគឺខ្ញុំនិយាយទាំងអស់តាក់ទងជាមួយនឹងការដែលយើងយកតារាងមកចុចមកគឺវាលោតអីចាឥឡូវចាប់ដើមអញ្ចឹងនៅក្នុងហ្នឹងពេលដែលយើងបង្កើតតារាងមកយើងអត់ទាន់បានចុចលើតារាងណានេះតារាងនេះមានហើយតែយើងអត់ទាន់ចុចលើតារាងអញ្ចឹងយើងឃើញថា tool ខាងលើនេះគឺវានៅដដែលទេធម្មតាអត់មានអីទេតែនៅពេលដែលយើងចុចទៅលើសញ្ញាបូក1អញ្ចឹងវានឹង load tool 2មកទី1 table design ហើយនឹង table layout នៅក្នុង table design ហ្នឹងគឺនិយាយអំពី table style ការចាក់ពណ៌នៃពណ៌នៅខាងក្នុងតារាងណាហើយនឹង border តាក់ទងជាមួយនឹងពណ៌របស់ border ហើយនឹងទំហំ border ហើយជាប្រភេទទម្រង់ line style បន្ទាត់ style បន្ទាត់ហើយនឹងការចាក់បន្ទាត់ឬហៅថា border ហើយនឹង border printer អញ្ចឹងនៅក្នុងហ្នឹងនិយាយដំបូងតាក់ទងជាមួយនឹង table design អញ្ចឹងដើម្បីចុចលើ table design ហ្នឹងកុំភ្លេចចុចលើសញ្ញាបូក1ណានៅក្នុង table design គឺកន្លែងដែលគេរៀបចំឲ្យយើងស្រេចនៅអ្វីដែលគេបានរៀបចំហ្នឹងអញ្ចឹងយើងគ្រាន់តែដាក់ mouse over ទៅលើវាទៅវានឹងលោតទម្រង់ដែលគេបានរៀបចំហ្នឹងឲ្យយើងបានឃើញហើយណាចឹងមានច្រើនមែនតែនដែលគេបានរៀបចំហ្នឹងជាទម្រង់បន្ទាត់ចុចអត់មានបន្ទាត់ដាក់តពណ៌ហើយផ្សេងដូចអ្វីដែលយើងបានឃើញហ្នឹងហើយបើសិនជាយើងអត់ចង់បានទម្រង់ដែលគេរៀបចំហ្នឹងទេគេថាឥឡូវឆ្លាញ់បែបអញ្ចឹងតែបន្ទាត់ដូចជាងតូចពេកអញ្ចឹងយើងអាច select លើវាបាន select លើវាមួយមកយើងចូលទៅកន្លែង modify ទៅមក modify កន្លែងតារាងហ្នឹងតិចទៅអញ្ចឹងកន្លែងហ្នឹងក៏បានដែរករណីហ្នឹងឬក៏អត់កើតទេចង់សេរីពណ៌ខ្លួនឯងអញ្ចឹង select លើវាមកអាកន្លែងពណ៌នេះគឺយើងចាក់នៅពណ៌ខាងក្នុងណាពណ៌ខាងក្នុងតារាងនេះអញ្ចឹងទៅពេលដែលយើងចាក់ទៅគឺវាមកពណ៌សុទ្ធទាំងអស់គ្នាហ្នឹងហ្មងតារាងដែលយើង select លើវាទាំងអស់គឺវាចេញមកទាំងអស់ហើយបន្ទាប់មកនៅក្នុងកន្លែង border គឺយើងចាប់ដើមដំបូងគឺនិយាយពីខាងលើ line style ហ្នឹងជាប្រភេទទម្រង់របស់បន្ទាត់អញ្ចឹងវាមានទម្រង់បន្ទាត់ច្រើននៅក្នុងហ្នឹងអញ្ចឹងដោយសារមិញខ្ញុំធ្វើតេស្តលើបន្ទាត់ហើយខ្ញុំដាក់យកពណ៌ត្រួយចេកអញ្ចឹងទៅវាជាប់ពណ៌ត្រួយចេកតែបើសិនជាធម្មតាយើងអត់បានរើសពណ៌ទេកន្លែងទម្រង់ពណ៌ហ្នឹងគឺពណ៌ខ្មៅឯងហើយនៅក្នុងទម្រង់ពណ៌ទាំងអស់ហ្នឹងឧទាហរណ៍ថាខ្ញុំចង់បានពណ៌ទម្រង់បែបនេះអញ្ចឹងចុចលើវាមកហើយទំហំខាងក្រោមនេះគឺនិយាយពីទំហំចុចលើវាមកមានទំហំតូចធំរើសបានតាមចិត្តហើយកន្លែងនេះយើងចាក់ពណ៌វាចង់បានពណ៌ប្រភេទម៉េចឬក៏ line បែបណាអានេះគឺនិយាយពី line ច្រឡំពណ៌សន្ទុះនៅក្នុងនេះគេនិយាយពី line ដែលគេបានរៀបចំហើយគេរៀបចំជាពណ៌ដូចខាងនេះណាខាង table design អញ្ចឹងដូចជាប្រភេទបន្ទាត់ត្រង់បែបនេះពណ៌ខ្មៅរាងដិតបន្តិចដូចអានេះមានពណ៌រាងដិតបន្តិចអីចឹងទៅឬក៏ប្រភេទជាពណ៌ខ្មៅឆ្នូត2ឬក៏ពណ៌ខ្មៅតម្រង់បែបនេះអានេះគឺជាប្រភេទតម្រង់ដែលគេចាក់ហើយឯងអញ្ចឹងបើយើងចង់ចាក់ឬក៏រៀបចំខ្លួនឯងគឺនៅបែបនេះឯងអញ្ចឹងនៅក្នុងនេះពេលដែលយើងរើសវាមកយើងអាចរើសទំហំបានតូចធំណាតូចធំអីយើងរើសនឹងហើយកន្លែង color ចូលមកខាងក្រោមកន្លែង pen color នេះចង់បានពណ៌ខ្មៅយើងដាក់ពណ៌ខ្មៅមកហើយនៅក្នុងទម្រង់ដូរទំហំដូរអីហ្នឹង
កន្លែង line style មាន style ខ្លះទំហំធំស្រេចដូចជាឧទាហរណ៍នៅក្នុងនេះចឹងទំហំ style របស់បន្ទាប់មួយនេះគឺវាធំស្រាប់អញ្ចឹងនៅពេលដែលយើងចុចលើទំហំមានតែមួយហ្នឹងទេឥឡូវខ្ញុំឧទាហរណ៍លើអាមួយហ្នឹងបណ្ដោយដល់ select លើវាបាច់មក complete កន្លែងនេះចុចលើ all border ហើយចុចលើ all border ហើយចូលមកកន្លែង border ខ្ញុំចង់ដាក់វាទម្រង់បែបម៉េចពីក្រោមពីលើជាហៀងឆ្វេងស្ដាំឬក៏អត់ដាក់ទាំងអស់ឬក៏ដាក់ទាំងអស់ឬក៏ដាក់នៅតែខាងក្រៅខាងក្នុងអត់ដាក់ឬក៏ដាក់ខាងក្នុងខាងក្រៅអត់ដាក់វិញអញ្ចឹងវាមានទម្រង់ច្រើនមែនតើសម្រាប់ឲ្យយើងជ្រើសរើសនៅក្នុងនោះស្រឡាញ់ពេញចិត្តមួយណាយើងអាចរើសបានអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់សាច់ខាងក្នុងចុះដាក់បន្ទាត់ខាងក្នុងហើយខាងក្រៅពីរឆ្នោតដដែលបាច់នេះរួចអញ្ចឹងនៅពេលដែលខ្ញុំថាអូខាងក្រៅthìចង់ដាក់ដែរយើងអាចចូលមកកន្លែង all border ក៏បានឬក៏យើងចូលមកកន្លែង print border printer នេះ border printer ហ្នឹងមានន័យថាយើងច្រឡងវាគឺថាចង់បានតែមកប្រអប់នេះអញ្ចឹង select លើកន្លែងហ្នឹងមកយ៉ានេះមុនដំបូងយើង select លើបន្ទាត់នេះសិនណាហើយយើងចាក់មកខាងនេះបាច់ចាក់មកឆ្លាញ់ប្រមាណប្រអប់ឆ្លាញ់ប្រមាណបន្ទាត់ចាក់វាប៉ុណ្ណឹងមកមានន័យថាវាច្រឡងបន្ទាត់វាមិនច្រឡងសមិនច្រឡងពណ៌មិនច្រឡងអីទេគឺច្រឡងបន្ទាត់តែម្ដង select លើបន្ទាត់មួយនេះមើលម្ដងទៀតធម្មតាបែបនេះយើង select លើវាមួយចុចទៅលើបន្ទាត់ style បន្ទាត់តែថា style បន្ទាត់នេះយើងចង់ច្រឡងវាអញ្ចឹង select លើវាមួយមកម្ដងទៀត select លើបន្ទាត់នឹងមួយមកហើយយើងយកទៅចាក់ទៅលើបន្ទាត់ផ្សេងទៀតអញ្ចឹងវាទៅជាទម្រង់ដែលយើងចង់បានហ្នឹងហើយអញ្ចឹងនៅក្នុងប្លុករបស់ design ហ្នឹងមានតែប៉ុណ្្នឹងចូលមកដល់ប្លុករបស់ layout ប្លុក layout នេះនៅក្នុងលំហាត់នីមួយៗដែលខ្ញុំបានបង្ហាញហ្នឹងគឺនិយាយតាក់ទងតែជាមួយនេះជាខាងនេះអញ្ចឹងអានេះនៅក្នុងវីដេអូទី1ក៏ខ្ញុំបាននិយាយហើយអញ្ចឹងខ្ញុំលើកវាបន្តិចចុះនៅក្នុងការប្រើវាអញ្ចឹងខ្ញុំផ្ដាច់វាមួយសិនវានៅជាប់អា border printer អញ្ចឹងកន្លែង draw table ហ្នឹងគឺយើងមានតួនាទីសម្រាប់គប់ទៅពេលដែលយើង select វាគឺវាចេញប្រភេទខ្មៅដៃបែបនេះអញ្ចឹងខ្ញុំឧទាហរណ៍លើបន្ទាត់នេះចាលើឡើងនេះលើបន្ទាត់ឡើងហ្នឹងពេលដែលយើងចុចលើវាចេញរូបដេកខ្មៅអញ្ចឹងយើងចាប់អស់វាមកភាគច្រើនគេធ្វើជាលក្ខណៈអាប់សង់ណាប្រអប់អាប់សង់ចឹងដល់ពេលដែលយើងអស់ហើយយើងចង់លុបវាវិញយើងចូលមកកន្លែង Eraser មកលុបវាបណ្ដាច់វាប៉ាត់ហ្នឹងមួយឬក៏មួយរបៀបទៀតយើងថាអូពេលដែលគូសអញ្ចឹងវាយូរលក្ខណៈថាម្ដងជាប់ម្ដងអត់ជាប់អញ្ចឹងមានមួយរបៀបទៀតចូលមកកន្លែងប្លុកនេះវិញអញ្ចឹងនៅក្នុងប្លុកហ្នឹងយើងចូលមកកន្លែង border អញ្ចឹងដោយសារតែ style បន្ទាត់នេះវាអត់អនុញ្ញាតឲ្យយើងប្រើបន្ទាត់ខ្វែងនេះទេអញ្ចឹងខ្ញុំសូមដូរបន្ទាត់នឹងមួយទៅជាបន្ទាត់ពីរកលៈអញ្ចឹងហើយខ្ញុំ select លើ all border សិនទំហំរបស់វាចូលមកនេះខ្ញុំដាក់ចេះបែបហ្នឹងអញ្ចឹង select លើកន្លែងនេះមួយចុចលើ border នេះបើកអញ្ចឹងយើងអាចដាក់បែបអញ្ចឹងបានទេមិញដូចជាមើលច្រឡំហ្នឹងមើលភាសាថ្មីមកទៀតតាមពិតជាដាក់បានដែរអត់មានតាក់ទងជាមួយតារាងទេគឺឃើញល្ងិតស្មានតែដាក់បានសុំទោសនេះដាក់បានធម្មតាទេយ៉ាប់មែនចឹងពេលដែលយើងដាក់នៅក្នុងនេះគឺវាមានភាពងាយស្រួលចូលម្ដងដាក់ឆ្វេងម្ដងដាក់ស្ដាំចប់រឿងហើយ
តែបើសិនជានៅក្នុងប្លុកនេះតើតើយើងគូសមិនស៊ូអត់ជាប់ទេគូស2 ទៅ 3 ដងអីបាទជាប់ណាលុបមកវិញប្រើនេះលុបមកវិញក៏បានដែរណាហើយនៅក្នុងប្លុក row and column នេះខ្ញុំនិយាយក្នុងវីដេអូទី1បានច្បាស់លាស់រៀងច្រើនណាស់និយាយពីវាមានន័យថានិយាយពីថែមថយវាណាច្រើនហើយហ្នឹងអត់និយាយនៅក្នុងវីដេអូទី2ទេចូលមកដល់ប្លុក arrangement នេះវិញនៅក្នុងប្លុក arrangement ហ្នឹងបើសិនជានៅក្នុង Excel ណានៅក្នុង Excel គឺវា load នៅកន្លែងប្លុក home នេះតែម្ដងគឺបដូរពី paragraph ទៅប្លុក arrangement អញ្ចឹងនៅក្នុង paragraph គឺនិយាយតែឆ្វេងក្តារស្ដាំហើយនឹងស្មើតែនៅក្នុងប្លុក arrangement នេះវិញគឺនិយាយទាំងអស់និយាយពីលើផ្នែកខាងលើផ្នែកខាងឆ្វេងនៃផ្នែកខាងលើផ្នែកខាងលើនៃផ្នែកខាងលើអញ្ចឹងទៅវាមានខាងកដាលនៃផ្នែកខាងឆ្វេងផ្នែកខាងឆ្វេងនៅផ្នែកខាងក្រោមផ្នែកកដាលនៅផ្នែកកដាលផ្នែកកដាលនៅកដាលនេះគ្រូនេះអត់យល់មកអញ្ចឹងមុននឹងចូលមកដល់កន្លែងប្រយោគពី arrangement ហ្នឹងខ្ញុំសូមនិយាយពីកន្លែងការសេរីប្រអប់ឬក៏ចាប់ទាញប្រអប់ការទាញប្រអប់ខ្ញុំឃើញមានខ្លះចាប់ទាញបែបនេះអញ្ចឹងមិនមែនទាញអញ្ចឹងទេអ្នកទាញខាងលើនេះពេលដែលយើងអត់បាន select លើតារាងហ្នឹងវាអត់ load ឲ្យទេការទាញហ្នឹងតតែយើង select ទៅលើតារាងហ្នឹងមកអញ្ចឹងវា load ទាញហ្នឹងមកឲ្យខាងនេះក៏ដូចគ្នាដែរពេលដែលយើងអត់បានចុចលើតារាងអត់មាន load ឲ្យដែរតយើង select គឺវា load ឲ្យទាំងសងខាងហ្នឹងតែម្ដងអញ្ចឹងខាងនេះគឺនិយាយពីទំហំរបស់វាអានេះគឺនិយាយពីវែងខ្លីអីណានេះវែងខ្លីអីណាខ្ញុំមិនច្រឡំប៉ះនេះប៉ះនេះនេះបានថើប៉ះនេះនិយាយពីអក្សរទេរុញអក្សររុញអីណារុញអក្សរទេចានេះពេលដែលយើងចាប់ទាញវាទៅគឺវាទៅហើយខាងនេះទាញបែបនេះអញ្ចឹងនេះនិយាយពីទំហំរបស់វាខាងនេះអញ្ចឹងបន្ទាប់ពីយល់ពីការទាញព្រិចព្រមឆ្វេងស្ដាំអស់ហើយយើងចូលមក arrangement ដល់ពេលដែលយើងប្រើលើនេះវានៅខាងលើផ្នែកខាងលើទៀតអញ្ចឹងបើយើងចង់ឲ្យអក្សរនោះវានៅចំកណ្ដាលយើង click លើកណ្ដាលចេះមកតែនៅក្នុងប្រភេទ home នេះវិញអញ្ចឹងគឺនិយាយពីឆ្វេងកណ្ដាលស្ដាំទេអញ្ចឹងបើយើងចង់ឲ្យវានៅចំកណ្ដាលនេះប្រអប់នឹងបណ្ដោយគ្មានផ្លូវឡើយអត់មានផ្លូវឡើយតតែយើងចូលទៅក្នុងលេខឲ្យនេះបានដាក់ចំកណ្ដាលបាទអញ្ចឹងនៅក្នុងការរៀបចំតារាងឬក៏សេរីតារាងដូចជាមានតែប៉ុណ្្នឹងទេហើយបើសិនជាមានអីប្លែកទៀតខ្ញុំនឹងអាប់ដេតបន្ថែមពីនឹងទៀតអញ្ចឹងជាចុងក្រោយសូមអរគុណទៅដល់អ្នកទាំងអស់គ្នានៅក្នុងការតាមដានវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ហើយសង្ឃឹមថាវីដេអូនេះគឺជាជំនួយមួយទៅដល់អ្នកទាំងអស់គ្នាសម្រាប់ធ្វើឯកសារឲ្យបានកាន់តែលឿនអញ្ចឹងមានអីទេមានតែប៉ុណ្្នឹងទេបាយបាយជួបគ្នានៅវីដេអូក្រោយទៀត